បាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនានៅវីដេអូមួយនេះផងដែរបាទហើយថ្ងៃនេះក៏យើងនឹងមកបន្តមេរៀនរបស់យើងជាបន្តទៀតហើយនេះជាវីដេអូទី4ដែលខ្ញុំទើបតែបង្កើតឡើងហើយនឹងបង្ហោះចូលនៅក្នុងថ្ងៃនេះផងដែរហើយវីដេអូនេះគឺយើងរៀនអំពីពាក្យដែលតាក់ទងនឹងបាតស្បែកជើងបងប្អូនទាំងអស់គ្នាបាតស្បែកជើងរបស់យើងមាន3ជាន់ណាបើនៅក្នុងរោងចក្រមានអាបាតខាងក្រោមបាទហើយនឹងអាកដាលអាឆ្នូលគេហៅបាតកដាលហ្នឹងហើយនឹងអាសតបខាងលើអាសតបតុននោះបាទអញ្ចឹងខ្ញុំក៏បានរៀបរៀងនៅពាក្យទាំងប្រមាណហ្នឹងយកមកចែករំលែកដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅមើលមេរៀនទាំងអស់គ្នាពាក្យខាងលើយើងអានថាសៀទីបាទប្រែថាបាតស្បែកជើងបាទសៀទីបាទប្រែថាបាតស្បែកជើងហើយដោយរាល់ដងអញ្ចឹងខ្ញុំបានរៀបចំជាពីរជួរអក្សរខ្មៅមួយជួរហ្នឹងគឺជាអក្សរចិនហើយនឹងមួយជួរអក្សរសហ្នឹងបាទជាភាសាខ្មែរដែលយើងបកប្រែជាភាសាខ្មែរដើម្បីងាយស្រួលបងប្អូនទាំងអស់គ្នាបាទចំណាំអញ្ចឹងពាក្យថាចុងវិនបាទចុងវិនប្រែថាភាសាចិនបាទហើយជៀនវិនប្រែថាភាសាខ្មែរអញ្ចឹងយើងចូលទៅមើលពាក្យបាតទី1របស់យើងគឺបាទយើងអានថាតាទីបាទតាទីហ្នឹងគឺប្រែថាបាតអាបាតខាងក្រោមគេបាទអាបាតខាងក្រោមគេសតបខាងក្រោមដែលយើងជន់ផ្ទាល់ដីហ្នឹងអាហ្នឹងគេហៅថាតាទីបាទប្រែថាបាតខាងក្រោមហើយអាបាតកដាលគេអាឆ្នូលកដាលគេហ្នឹងគេហៅថាចុងទីបាទចុងទីអ្នកដែលនៅក្នុងរោងចក្រស្បែកជើងគាត់ដឹងហើយចុងទីហ្នឹងគឺជាបាតកដាលអាកដាលគេហ្នឹងគេហៅថាចុងទីបាទបន្តមកទៀតពាក្យទី3គឺយើងអានថាសៀទៀនអ្នកនៅក្នុងរោងចក្រស្បែកជើងក៏គាត់ធ្លាប់ឃើញក៏ស្ដាប់ឮដែរពាក្យថាសៀទៀនហ្នឹងគឺអាតំណប់តុនគេកលខាងលើដើម្បីឲ្យយើងជន់ទៅវាតុនណានៅក្នុងរោងចក្រអ្នកខ្លះក៏គាត់ហៅថាសៀទៀនហើយយើងក្រៅយើងអាចនិយាយតាមពាក្យដែលយើងធ្លាប់និយាយថាសតបបាតស្បែកជើងអញ្ចឹងទៅបាទអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះគឺយើងរៀនតាក់ទងនឹងបាតស្បែកជើងមានចំនួន3ពាក្យបងប្អូនទាំងអស់គ្នាកុំភ្លេចយកសៀវភៅកត់តាមនិងអនុវត្តអានតាមផងបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូជាបន្តបន្ទាប់ទៀតផងដែរបាទអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណ